បាទយើងវិលមកទៀតបាទតាក់ទងជាមួយនឹងការរកសម័យកាលបន្ទាត់បាទពេលខ្លះនេះយើងក្នុងលំហាត់ខ្លះគេឲ្យសម័យកាលបន្ទាត់ដែលយើងរកហ្នឹងវាកាត់តាមចំណុចបាទ A បាទនេះតែកាត់តាមចំណុចណាមួយហើយក៏វាប្រាប់មេគុណប្រាប់ទិសអញ្ចឹងនៅពេលដែលយើងតាមថ្នាក់ទីបាទ9យើងអត់ប្រើតាមបាទរូបមន្តរបស់សម័យកាលបន្ទាត់ទេមិនអញ្ចឹងយើងប្រើតាមបាទការវិចារវិញណាខុសពីថ្នាក់ទី10thìយើងអាចប្រើរូបមន្តបានដើម្បីទាញរកសម័យកាលបន្ទាត់អញ្ចឹងតោះនេះយើងបាទហើយយើងក៏បានខាត់ពេលវេលាយូរហើយយើងមកមើលបាទវីដេអូលោកគ្រូបន្តិចតាក់ទងជាមួយនឹងការរកសម័យកាលបន្ទាត់នេះអញ្ចឹងមើលបាទជាធម្មតាសម័យកាលបន្ទាត់បាទសម័យកាលបន្ទាត់របស់យើងបាទវាមានរាងអីនេះយើងបាទ y ស្មើជាមួយនឹង ax បូក b នៅពេលដែលយើងរកសម័យកាលបន្ទាត់ដែលមានទម្រង់បែបនេះអញ្ចឹងកន្លែងនេះគ្រូដាក់ m ចុះណាដាក់ m ដោយសារនៅក្នុងបន្ទាត់ដែលយើងកំពុងតែរកហ្នឹងគឺជាបន្ទាត់ដែលមានមេគុណប្រាប់ទិស m ណាឃើញទេគេប្រាប់ថាមេគុណប្រាប់ទិសរបស់វាគឺ m ដែល m ស្មើ3អញ្ចឹងគ្នាយើងស្គាល់ m ហើយប៉ុន្តែយើងបាត់អីទេយើងបាត់ b អញ្ចឹងគ្នាយើងត្រូវទៅរក b សិនណាអញ្ចឹងនៅកន្លែងនេះគ្រូដាក់ថាបាទដោយបាទបន្ទាត់អាយ៉ាបាទដោយបន្ទាត់បាទកាត់តាមណាទេយើងបាទកាត់តាមបាទតាមចំណុច A របស់យើងនេះដែលមានកអននេបាទ21បាទនឹងមេគុណប្រាប់ទិសបាទមេគុណប្រាប់ទិសបាទ m ស្មើ3អញ្ចឹងបានន័យថាប្រសិនបើកាលណាតែបន្ទាត់នេះណាវាកាត់តាមចំណុចបានន័យថាកូអននេនៃចំណុចនោះផ្ទៀងផ្ទាត់ជាមួយនឹងសម័យកាលបន្ទាត់ឯងអញ្ចឹងនេះយើងទៅរក b ទេយកវាទៅជួបាទនាំឲ្យនៅកន្លែងនេះយកកូអននេដែលជាចំណុច a នេះមកជំនួសនៅក្នុងសម័យកាលបន្ទាត់នេះមកបាទតម្លៃ y យើងបាទជាអននេអញ្ចឹងវាជួសវាចូលកន្លែងនេះមកអញ្ចឹងលោកគ្រូបាន1បាទស្មើបាទស្មើ m នេះស្មើប៉ុន្មានយើង m គឺជាមេគុណប្រាប់ទិសណាអញ្ចឹងវាស្មើនឹង3គុណនឹង x យើងយកចេញពីកន្លែងនេះមក2បាទបូក b គ្នាយកទីរក b បន្តិចមកអញ្ចឹងអានេះគុណទៅបាន6អញ្ចឹងលោកគ្រូបានបាទ1ស្មើនឹង6បូក b អញ្ចឹងនាំឲ្យ b បាទស្មើជាមួយនឹងបាទនេះយើងបោះ6មកនេះបានដកអញ្ចឹងស្មើនឹងដក5បាទស្មើនឹងដក5នេះយើងណាបន្តមកទៀតបាទប៉ុណ្ណេះគឺយើងយកនេះទៅជំនួសក្នុងសម័យកាលដើមវិញបាទយកបាទ b ស្មើជាមួយនឹងដក5បាទជំនួសក្នុងបាទសម័យកាលបាទសម័យកាលនេះក៏ដាក់1ចុះណាសម័យកាល1អញ្ចឹងយកវាមកជួសវិញមកនេះយើងមើល m យើងស្គាល់ហើយ b ក៏ស្គាល់អញ្ចឹងបាទគេបានបាទ y ស្មើជាមួយនឹង3បាទគុណនឹង x បូកបាទបូកនឹង b ប៉ុន្តែ b យើងស្មើដកអញ្ចឹងវាស្មើនឹងដក5បាទអញ្ចឹងសម្រាប់សម័យកាលបន្ទាត់ដែលយើងបាទរដែលវាកាត់តាមចំណុច A នឹងមានគុណប្រាប់ទិស3អញ្ចឹងសម័យកាលបន្ទាត់នេះគឺយើងរកឃើញទៅ y ស្មើជាមួយនឹងបាទ3ដក5អញ្ចឹងសម្រាប់បាទការរកសម័យកាលបន្ទាត់ដែលកាត់តាមមួយចំណុចនិងស្គាល់មេគុណប្រាប់ទិសក៏មានប៉ុណ្ណឹងហើយក៏បាទលោកគ្រូប្រាប់ទៅគ្នាយើងថ្នាក់ទី9បាទនេះយើងត្រូវតែចេះបាទមេរៀនសម័យកាលបន្ទាត់នេះដោយសារមេរៀននេះបាទវាប្រឡងចេញសឹងរាល់ឆ្នាំមិនមែនរាល់ឆ្នាំសឹងគឺរាល់ឆ្នាំតែម្ដងអញ្ចឹងដាច់ខាតបងប្អូនត្រៀមឌីប្លូមត្រូវតែចេះណាដាច់ខាតណាអញ្ចឹងតោះអញ្ចឹងគ្រូក៏មានតែប៉ុណ្្នឹងទេបាទអរគុណណាស់អ្នកយើងណាសម្រាប់ការយកចិត្តទុកដាក់មើលវីដេអូលោកគ្រូបាទអរគុណច្រើនអ្នកយើង